សារលិខិតជូនពរសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាសម្ដេចអគ្គមហាសេនាបតីតេជោជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុតក្នុងអភិលក្ខត្តសម័យដ៏បវរសួស្តីសិរីមង្គលវិបុលសុខមហាប្រសើរនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំម៉ាសាញ់សប្បស័កពុទ្ធសករាជ2569ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខនេះតាំងនាមរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានិងក្នុងនាមខ្ញុំផ្ទាល់នាងខ្ញុំសូមសម្ដែងនៅមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅព្រមជាមួយអំណរសាទរនិងសូមប្រសិទ្ធពរជ័យសិរីមង្គលមហាប្រសើរជូនចំពោះសម្ដេចអគ្គមហាសេនាបតីតេជោសូមបានប្រកបដោយសុខភាពល្អបរិបូរណ៍កាយពលមាំមួនបញ្ញាញាណភ្លឺថ្លានិងជន្មាយុយឺនយូរតរៀងទៅឆ្លៀតក្នុងវរឱកាសដ៏មហាមង្គលាភិរម្យអធិកអធមថ្លៃថ្លាបំផុតនេះយើងខ្ញុំទាំងអស់គ្នាសូមសម្ដែងនៅកតញ្ញូតាធម៌និងកតវេទិតាធម៌យ៉ាងជ្រាលជ្រៅបំផុតចំពោះគុណូបការៈដ៏ឧត្តមឧត្តមនិងសូមកោតសរសើរដោយមោទនភាពជាទីបំផុតចំពោះគំរូវីរភាពដ៏មហោស្ចារ្យនិងមគ្គុទ្ទេសក៍ភាពដ៏ប៉ិនប្រសប់ប្រកបដោយកតេបណ្ឌិតរបស់សម្ដេចតេជោដែលបានខិតខំប្រឹងប្រែងធ្វើពលីកម្មអស់ទាំងកម្លាំងកាយកម្លាំងចិត្តនិងបញ្ញាញាណព្រមទាំងបានតស៊ូលះបង់សាច់ស្រស់ឈាមស្រស់ដើម្បីបុព្វហេតុជាតិមាតុភូមិនិងប្រជាជនកម្ពុជាក្រោមការដឹកនាំដ៏ឆ្លាតវៃវៃនិងមានចក្ខុវិស័យវែងឆ្ងាយសម្ដេចតេជោបានដឹកនាំស្ថាប័នព្រឹទ្ធសភាដែលជាស្ថាប័ននីតិបញ្ញត្តិកម្ពុជារបស់ព្រះរាជាណាចក្រកម្ពុជាសម្រាប់បាននូវស្នាដៃដ៏ត្រចះត្រចង់និងសមិទ្ធផលជាច្រើនឥតកណនាជាងនេះទៅទៀតសម្ដេចតេជោដែលជាវីរៈកុលបុត្រខ្មែរដ៏ឆ្នើមជាអគ្គមគ្គុទ្ទេសក៍ស្ថាបនិកសន្តិភាពរបស់ជាតិនិងជាប្រតិបត្តិការនយោបាយឈ្នះឈ្នះបានធ្វើឲ្យប្រទេសជាតិមានការបង្រួបបង្រួមជាធ្លុងមួយមានអធិបតេយ្យជាតិឯកភាពទឹកដីពេញលេញសុខសន្តិភាពពេញបរិបូរណ៍បូរណភាពទឹកដីដ៏រឹងមាំយូរអង្វែងការគោរពសិទ្ធិមនុស្សការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈការពារសុខុមាលភាពជាតិការអភិវឌ្ឍប្រទេសជាតិឲ្យរីកចម្រើនកើតកើនគ្រប់វិស័យនិងកិត្យានុភាពនៅលើឆាកអន្តរជាតិនឹងធ្វើឲ្យប្រជាជនកម្ពុជាទាំងមូលរស់នៅយ៉ាងក្សេមខ្សាន្តសុខដុមរមនាគ្រប់ទិវារាត្រីជារៀងរហូតមកជាថ្មីម្ដងទៀតយើងខ្ញុំទាំងអស់គ្នាសូមលើកហាត់បួងសួងអារាធនាដល់គុណបុណ្យព្រះរតនត្រ័យវត្ថុស័ក្តិសិទ្ធិក្នុងលោកនិងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជាជាពិសេសទេវតាឆ្នាំថ្មីឆ្នាំម៉ាសាញ់ព្រះនាមគោរកៈទេវីសូមជួយប្រោះព្រំសព្វសាធុការពរសិរីសួស្តីជ័យមង្គលវិបុលសុខបវរមហាប្រសើរគ្រប់ប្រការជូនចំពោះសម្ដេចអគ្គមហាសេនាបតីតេជោនិងសម្ដេចគតិប្រិទ្ធបណ្ឌិតព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់សូមបានប្រកបដោយពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកុំបីឃ្លៀងឃ្លាតឡើយសូមសម្ដេចអគ្គមហាសេនាបតីតេជោប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាមេត្តាទទួលនៅកិច្ចវរកិច្ចដ៏ស្មោះស្ម័គ្រនិងអភិវឌ្ឍនកិច្ចដ៏ខ្ពង់ខ្ពស់ពីយើងខ្ញុំទាំងអស់គ្នាថ្ងៃសុក្រ7កើតខែចែកឆ្នាំរោងឆស័កពុទ្ធសករាជ2568រាជធានីភ្នំពេញថ្ងៃទី4ខែមេសាឆ្នាំ2025ប្រធានរដ្ឋសភាហត្ថលេខានិងត្រាសម្ដេចមហារដ្ឋសភាធិកាធិបតីខួនសុដារី